ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហា2026បានប្រព្រឹត្តទៅរយៈពេល2ថ្ងៃគឺថ្ងៃទី10និងថ្ងៃទី11ខែសីហាឆ្នាំ2026បានប្រព្រឹត្តទៅដោយរលូនសភាពស្ងប់ស្ងាត់និងរបៀបរៀបរយល្អក្រោមការយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចនិងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសគណៈកម្មការអបមាទូទាំងប្រទេសជំនួយការអបមាទូទាំងប្រទេសប្រធានអនុប្រធានមណ្ឌលគណៈកម្មការកណ្ដាលគណៈកម្មការត្រួតពិនិត្យអគារនិងគណៈកម្មការអនុរិយព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយនិងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជាមន្ត្រីសុខាភិបាលកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហា2026បានប្រព្រឹត្តទៅរយៈពេល2ថ្ងៃគឺថ្ងៃទី10និងថ្ងៃទី11ខែសីហាឆ្នាំ2026ដែលមានបេក្ខជនចុះឈ្មោះសរុប 151,238 នាក់ស្រី 87,035 នាក់ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ 37,445 នាក់ស្រី 22,193 នាក់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម 113,793 នាក់ស្រី 62,542 នាក់មណ្ឌលប្រឡងសរុប244មណ្ឌលត្រូវជា 6,104 បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន68មណ្ឌលត្រូវជា 1,526 បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គម176មណ្ឌលត្រូវជា 4,578 បន្ទប់ចំនួនគណៈមេប្រយោគទូទាំងប្រទេសនិងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប 33,747 នាក់បេក្ខជនអវត្តមានសរុប 1,352 នាក់ស្រី 502 នាក់ស្មើនឹង 0.89% ក្នុងនោះបេក្ខជនស្វ័យរិន្ទចំនួន 1,147 នាក់ស្រី 407 នាក់និងបេក្ខជនចំណេះទូទៅចំនួន 205 នាក់ស្រី 95 នាក់បេក្ខជនមានបញ្ហាសុខភាពសរុប 267 នាក់ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន 18 នាក់បេក្ខជនបន្តការប្រឡងដាច់ដោយឡែក 65 នាក់បេក្ខជនមានជំងឺគ្រុនឈាមចំនួន 66 នាក់និងគ្រោះថ្នាក់ចរាចរណ៍ចំនួន 10 នាក់ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាពសរុប 25 នាក់ករណីល្មើសបទបញ្ញត្តិនៃការប្រឡងរួមមានការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន 12 ករណីក្នុងនោះបេក្ខជន 5 ករណីវ៉ែនតាឆ្លាតវៃភ្ជាប់ទូរស័ព្ទដៃ 1 ករណីទូរស័ព្ទឆ្លាតវៃ 1 ករណីនិងនាឡិកាឆ្លាតវៃ 3 ករណីនិងគណៈកម្មការ 7 ករណីទូរស័ព្ទឆ្លាតវៃ 1 ករណីនិងនាឡិកាឆ្លាតវៃ 6 ករណីជាមួយគ្នានេះក្រសួងអប់រំនឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមានហបសញ្ញាកិច្ចការបេក្ខជននិងសំណុំឯកសារពាក់ព័ន្ធការប្រឡងត្រូវបានត្រួតពិនិត្យដោយម៉ត់ចត់បំផុតនិងរក្សាទុកដោយសុវត្ថិភាពនៅតាមសាលាខេត្តដើម្បីត្រៀមនីតិវិធីបញ្ជូនមករាជធានីភ្នំពេញសម្រាប់បន្តដំណើរការកំណែតាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2026ដែលគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបាននិងស្របតាមគោលការណ៍អ្នកចេះគឺជាប់